កាលពីព្រេងនាយនៅក្នុងព្រៃដ៏ធំមួយមានទន្សាយមួយក្បាលចូលចិត្តនឹងពូកែខាងចំអិនអាហារថ្ងៃមួយនាងបានសម្រេចចិត្តធ្វើនំដើម្បីយកទៅចែកជូនមិត្តឲ្យភ្លក់ស្នាដៃរបស់នាងចំណាយពេលមិនយូរនាងក៏បានធ្វើនំរួចបន្ទាប់មកនាងបានយកនំទាំងនោះទៅចែកជូនមិត្តរបស់នាងទន្សាយមួយក្បាលនេះមានទឹកចិត្តល្អនិងចេះចែករំលែកនៅអ្វីដែលនាងមានបរិបូរណ៍ចេញដំណើរមកមិនយូរប៉ុន្មាននាងក៏បានជួបនឹងសត្វខ្លាឃ្មុំដែលកំពុងអង្គុយមាត់បឹងយ៉ាងកំសត់ម្នាក់ឯងទន្សាយក៏បានកាន់នឹងដើរចូលមកជិតរួចសួរខ្លាឃ្មុំថាឯងចង់ញោមនឹងទេខ្លាឃ្មុំឆ្លើយតបទាំងទឹកមុខរីករាយថាប្រកាសណាស់ខ្ញុំពិតជាចង់ញោមព្រោះខ្ញុំចូលចិត្តនំនេះណាស់បន្ទាប់ពីដាក់ចូលមាត់រួចខ្លាឃ្មុំបានលាន់មាត់ថាពិតជាឆ្ងាញ់មែនបងទន្សាយខ្ញុំអរគុណបងខ្លាំងណាស់រួចហើយទន្សាយបានធ្វើដំណើរបន្តទៅមុខទៀតមកជួបនឹងកូនជ្រូករំពេចនោះកូនជ្រូកសប្បាយចិត្តខ្លាំងមែនទែនដែលបានឃើញទន្សាយកាន់មុខជូនវាព្រោះវាកំពុងហេវខ្លាំងមិនចាំយូរកូនជ្រូកក៏បានញាត់នំចូលក្នុងមាត់រួចពន្ទាយ៉ាងជក់ចិត្តទន្សាយឈរមើលមុខកូនជ្រូកដោយក្តីរីករាយរួចចេញដំណើរបន្តទៅមុខទៀតក៏បានជួបជាមួយនឹងកូនកំប្រុកចំពេលដែលកំប្រុករៀបញោមអាហារទាំងទឹកមុខក្រៀមក្រំព្រោះអាហារមិនគ្រប់ឃើញដូចនេះទន្សាយក៏និយាយថាឯងយកនំនេះទៅវាសម្លឹងនឹងធ្វើឲ្យឯងឆ្អែតបាននំក៏អស់ស្របពេលថ្ងៃកំពុងរៀបលេខទន្សាយបានដើរត្រឡប់មកផ្ទះវិញទាំងកន្ត្រកទទេបើទោះជាវាមិនបានរបស់ត្រឡប់មកវិញប៉ុន្តែវាបានទទួលនៅមិត្តភាពនិងសេចក្តីសុខផ្លូវចិត្តអត្ថន័យរឿងនេះចង់បង្ហាញថាការចែករំលែកនៅអ្វីដែលយើងមានលទ្ធភាពអាចចែកទៅដល់អ្នកដែលខ្វះខាតជាងយើងដោយមិនរំពឹងការតបស្នងនោះយើងនឹងមើលឃើញនៅក្តីសុខរបស់អ្នកទទួលហើយសេចក្តីសុខមួយនេះវានឹងសាយភាយចំហាយមកលើយើងវិញរួចធ្វើឲ្យយើងបង្កើតស្នាមញញឹមទាំងមិនដឹងខ្លួនលើសពីនេះទៀតវាក៏បានបង្កើតនៅមិត្តភាពដ៏ល្អដែលមិនអាចកាត់ថ្លៃបាន